អូទ្រីសជាប្រទេសដែលមានភ្នំច្រើនដោយសារទីតាំងរបស់វាស្ថិតនៅលើជួរភ្នំអាល់ដែលមានទេសភាពស្រស់ស្អាតដូចផ្ទាំងគំនូរមានផ្ទៃដីទំហំ 83,879 គីឡូម៉ែត្រការ៉េសន្តានដីអូទ្រីសមានតែប្រហែល 1/4 តែប៉ុណ្ណោះដែលអាចចាត់ទុកថាជាដីទំនាបហើយមានតែ 32% តែប៉ុណ្ណោះដែលស្ថិតនៅកម្ពស់ក្រោម 500 ម៉ែត្រតំបន់វាលទំនាបគឺស្ថិតនៅភាគខាងកើតនៃប្រទេសក្រៅពីនេះទេសភាពគឺជាតំបន់ភ្នំទាំងអស់អូទ្រីសមានឈ្មោះជាផ្លូវការថាសាធារណរដ្ឋអូទ្រីសគឺជាប្រទេសគ្មានព្រំដែនជាប់សមុទ្រដែលស្ថិតនៅភាគខាងត្បូងនៃអឺរ៉ុបកណ្ដាលវាគឺជាសហព័ន្ធនៃរដ្ឋចំនួន9ដែលមានប្រជាជនជាង 9 លាននាក់គិតត្រឹមឆ្នាំ 2025 68.2% នៃប្រជាជនគឺជាគ្រិស្តសាសនាភាសាផ្លូវការគឺភាសាអាល្លឺម៉ង់ទីក្រុងវីជែនគឺជារដ្ឋធានីនិងជាទីក្រុងធំជាងគេបំផុតហើយក៏ជារដ្ឋដែលមានប្រជាជនច្រើនជាងគេបំផុតនៅក្នុងប្រទេសអូទ្រីសផងដែរអូទ្រីសមានព្រំប្រទល់ជាប់នឹងប្រទេសអាល្លឺម៉ង់នៅភាគពាជាប់ប្រទេសឆេកនៅភាគខាងជើងប្រទេសស្លូវ៉ាគីស្ថិតនៅភាគឦសានប្រទេសហុងគ្រីស្ថិតនៅភាគខាងកើតប្រទេសស្លូវេនីនិងអ៊ីតាលីស្ថិតនៅភាគខាងត្បូងប្រទេសស្វីសនិងលិចតេនស្តាញស្ថិតនៅភាគខាងលិចអូទ្រីសប្រកាន់លទ្ធិប្រជាធិបតេយ្យតំណាងពាក្យកណ្ដាលប្រធានាធិបតីគឺជាប្រមុខរដ្ឋដែលត្រូវបានជ្រើសរើសដោយប្រជាជនចំណែកអធិការបតីគឺជាប្រមុខរដ្ឋាភិបាលនិងជានាយកប្រតិបត្តិប្រទេសអូទ្រីសមានផលិតផលក្នុងស្រុកសរុបខ្ពស់ជាងគេបំផុតមួយនៅក្នុងពិភពលោកជាមួយនឹងស្តង់ដាររស់នៅខ្ពស់ក្នុងឆ្នាំ 2024 GDP សម្រាប់មនុស្សម្នាក់មានចំនួន $56,833 ដុល្លារសហរដ្ឋអាមេរិកអូទ្រីសបានក្លាយជាសមាជិករបស់អង្គការសហប្រជាជាតិតាំងពីឆ្នាំ 1955 មកម្ល៉េះនិងជាសមាជិកនៃសហភាពអឺរ៉ុបនៅក្នុងឆ្នាំ 1995 ទីស្នាក់ការកណ្ដាលរបស់អង្គការ OPEC និង OSCE គឺមានទីតាំងនៅក្នុងប្រទេសអូទ្រីសហើយអូទ្រីសក៏ជាសមាជិកស្ថាបនិកនៃ OECD និងអង្គាប៉ូលផងដែរប្រទេសនេះបានចុះហត្ថលេខាលើកិច្ចព្រមព្រៀង Schengen នៅក្នុងឆ្នាំ 1995 និងបានអនុម័តរូបិយប័ណ្ណអឺរ៉ូនៅក្នុងឆ្នាំ 1999 កងកម្លាំងប្រដាប់អាវុធអូទ្រីសពឹងផ្អែកជាចម្បងលើការចូលរួមដោយស្ម័គ្រចិត្តពីប្រជាជនទូទាំងប្រទេសបុរសទាំងអស់ដែលឈានចូលដល់អាយុ 18 ឆ្នាំពួកគេសមតែត្រូវចូលបំពេញកាតព្វកិច្ចជាយោធារយៈពេល 6 ខែបន្ទាប់មកពួកគេមានកាតព្វកិច្ចជាយោធាបម្រុងក្នុងរយៈពេល 8 ឆ្នាំទាំងបុរសនិងស្ត្រីនៅអាយុ 16 ឆ្នាំពួកគេមានសិទ្ធិចូលបម្រើការក្នុងយោធាដោយស្ម័គ្រចិត្តប៉ុន្តែប្រជាជនអូទ្រីសក៏អាចជំទាស់មិនចូលយោធាបានដែរហើយការជំទាស់នេះគឺមិនខុសច្បាប់នោះទេទោះយ៉ាងណាក៏ដោយពួកគេត្រូវមានកាតព្វកិច្ចបម្រើសេវាស៊ីវិលរយៈពេល 9 ខែដែលមានលក្ខណៈជាស្ថាប័នជំនួសវិញចាប់តាំងពីឆ្នាំ 1998 អ្នកស្ម័គ្រចិត្តស្ត្រីត្រូវបានអនុញ្ញាតឲ្យក្លាយជាទាហានអាជីពសេដ្ឋកិច្ចប្រទេសអូទ្រីសពឹងផ្អែកខ្លាំងលើវិស័យឧស្សាហកម្មរហូតមកដល់ទសវត្សរ៍ឆ្នាំ 1980 ក្រុមហ៊ុនឧស្សាហកម្មធំៗជាច្រើនរបស់អូទ្រីសត្រូវបានធ្វើជាតូបនីយកម្មទោះយ៉ាងណាក៏ដោយក្នុងប្រមាណឆ្នាំចុងក្រោយនេះការធ្វើឯកជនភាវូបនីយកម្មបានកាត់បន្ថយការកាន់កាប់របស់រដ្ឋដល់កម្រិតមួយដែលអាចប្រៀបធៀបនឹងសេដ្ឋកិច្ចអឺរ៉ុបផ្សេងទៀតបន្ទាប់ពីឧស្សាហកម្មដែលមានការអភិវឌ្ឍខ្លាំងទេសចរអន្តរជាតិគឺជាផ្នែកមួយដ៏សំខាន់នៃសេដ្ឋកិច្ចប្រទេសអូទ្រីសក្នុងប្រវត្តិសាស្ត្រប្រទេសអាល្លឺម៉ង់ធ្លាប់ជាដៃគូពាណិជ្ជកម្មដ៏សំខាន់របស់អូទ្រីសចាប់តាំងពីអូទ្រីសបានក្លាយជារដ្ឋសមាជិកនៃសហភាពអឺរ៉ុបមកប្រទេសនេះក៏មានទំនាក់ទំនងកាន់តែជិតស្និទ្ធជាមួយសេដ្ឋកិច្ចសហភាពអឺរ៉ុបផ្សេងទៀតដោយបានកាត់បន្ថយការពឹងផ្អែកសេដ្ឋកិច្ចរបស់ខ្លួនលើប្រទេសអាល្លឺម៉ង់ដំណើរកម្សាន្តដ៏អស្ចារ្យទៅកាន់សហភាពអឺរ៉ុបរយៈពេល 11 ថ្ងៃជាមួយនឹងក្រុមហ៊ុនទេសចរ Two World Travel ទស្សនាប្រទេសល្បីៗទាំង 7ដូចជាប្រទេសស្វីសបារាំងអាល្លឺម៉ង់អ៊ីតាលីអូទ្រីសបែលហ្សិកនិងប្រទេសហូឡង់រុះរាន់ចុះឈ្មោះឥឡូវនេះដើម្បីទទួលបានប្រូម៉ូសិនពិសេសព័ត៌មានលម្អិតសូមទាក់ទងមកកាន់ Facebook Page និង Telegram Two World Travelអូទ្រីសគឺជាផ្នែកមួយនៃសហជីពរូបិយវត្ថុតំបន់ចាយប្រាក់អឺរ៉ូនិងជាទីផ្សារតែមួយរបស់សហភាពអឺរ៉ុបទង់ជាតិអូទ្រីសគឺជានិមិត្តសញ្ញាជាតិដ៏ចំណាស់មួយដែលនៅតែប្រើរហូតដល់បច្ចុប្បន្ននេះវាបានប្រើលើកដំបូងនៅក្នុងឆ្នាំ 1230 ដោយមានពីរពណ៌គឺពណ៌ក្រហមនិងពណ៌សឆ្នូតសនៅផ្នែកកណ្ដាលនិងឆ្នូតក្រហមនៅអមសងខាងប្រទេសអូទ្រីសត្រូវបានគេចាត់ទុកថាជាប្រទេសកសិកម្មសរីរាង្គលេខ1ហើយក៏ជាប្រទេសដំបូងគេបង្អស់នៅក្នុងពិភពលោកដែលកសិដ្ឋានសរីរាង្គដំបូងត្រូវបានចុះបញ្ជីនៅក្នុងឆ្នាំ 1727 លើសពីនេះវាក៏ជាប្រទេសដំបូងគេដែលបង្កើតបទបញ្ញត្តិជាតិសម្រាប់កសិកម្មសរីរាង្គផងដែរទេសភាពដ៏អស្ចារ្យរបស់ប្រទេសអូទ្រីសប្រៀបបីដូចជាឋានសួគ៌ជាប់ដីប្រទេសនេះសម្បូរទៅដោយសម្បត្តិវប្បធម៌ប៉ុន្តែក៏មានស្ថាបត្យកម្មទំនើបថ្មីៗជាច្រើនផងដែរក្នុងនាមជាប្រទេសដែលសម្បូរទៅដោយភ្នំវាបង្កើតបាននូវទស្សនីយភាពភ្នំប្លែកៗទឹកធ្លាក់ដ៏អស្ចារ្យបឹងដ៏បរិសុទ្ធទន្លេហូរតាមជ្រលងភ្នំពិតជាផ្ដល់នូវទស្សនីយភាពប្លែកភ្នែកទូទាំងប្រទេសថ្ងៃឈប់សម្រាកដំណើរកម្សាន្តនិងវិស្សមកាលនៅក្នុងប្រទេសអូទ្រីសនៅតែពេញនិយមសម្រាប់ភ្ញៀវទេសចរអូទ្រីសមានកន្លែងជាច្រើនសម្រាប់ការទស្សនាចាប់តាំងពីដំណើរកម្សាន្តនៅលើភ្នំរហូតដល់ដំណើរកម្សាន្តតាមបឹងតំបន់ស្រាទីក្រុងធំៗរួមទាំងទីកន្លែងប្លែកៗជាច្រើនទៀតដែលលោកអ្នកមិនគួរមើលរំលងដំណើរកម្សាន្តដ៏អស្ចារ្យទៅកាន់សហភាពអឺរ៉ុបរយៈពេល 11 ថ្ងៃជាមួយនឹងក្រុមហ៊ុនទេសចរ Two World Travel ទស្សនាប្រទេសល្បីៗទាំង 7ដូចជាប្រទេសស្វីសបារាំងអាល្លឺម៉ង់អ៊ីតាលីអូទ្រីសបែលហ្សិកនិងប្រទេសហូឡង់រុះរាន់ចុះឈ្មោះឥឡូវនេះដើម្បីទទួលបានប្រូម៉ូសិនពិសេសព័ត៌មានលម្អិតសូមទាក់ទងមកកាន់ Facebook Page និង Telegram Two World Travel